រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកស្ថិតនៅតាមបណ្ដោយស្ទឹងសែនដែលមានចម្ងាយ28គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំរមណីយដ្ឋាននេះស្ថិតនៅក្នុងឃុំសម្បូរស្រុកប្រាសាទសម្បូរមានចម្ងាយ181គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរខេត្តសៀមរាបចម្ងាយ170គីឡូម៉ែត្រពីប្រាសាទព្រះវិហារខេត្តព្រះវិហារនិងមានចម្ងាយ196គីឡូម៉ែត្រពីរាជធានីភ្នំពេញរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកជាអតីតរាជធានីនៃអាណាចក្រចេនឡានៅចន្លោះចុងសតវត្សទី6និងដើមសតវត្សទី7នៃគ្រិស្តសករាជអ្នកសិក្សាហៅរមណីយដ្ឋាននេះថាឦសានបុរៈមានន័យថាជារាជធានីនៃព្រះបាទឦសានវរ្ម័នដែលគ្រងរាជនៅចន្លោះពីឆ្នាំ616ដល់ឆ្នាំ637នៃគ្រិស្តសករាជអ្នកសិក្សាស្រាវជ្រាវបានចុះបញ្ជីប្រាសាទនិងរចនាសម្ព័ន្ធសំណង់ប្រាសាទចំនួន291ក្នុងតំបន់រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកដែលមាន4ក្រុមធំៗគឺប្រាសាទរបងរមាសប្រាសាទរណបកំពែងក្រុងនិងក្រុមប្រាសាទសំខាន់3ប្រាសាទសម្បូរប្រាសាទជ័យព័ន្ធនិងប្រាសាទតោក្រុមប្រាសាទទាំងនេះសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាតាមរយៈសិលាចារឹកបានផ្ដល់ព័ត៌មានអំពីព្រះនាមរបស់ព្រះមហាក្សត្រពិធីសាសនាការបរិច្ឆេទនៃការសាងសង់ប្រាសាទអ្នកបម្រើប្រាសាទនិងរាជធានីជាដើមលទ្ធផលនៃការធ្វើកំណាយបុរាណវិទ្យាបានបង្ហាញអំពីរចនាសម្ព័ន្ធសំណង់ផ្សេងៗរួមទាំងសំណង់ប្រាសាទដែលជាទូទៅមានប្រាង្គសំខាន់នៅចំកណ្ដាលអមដោយប្រាសាទតូចៗមានកំពែងព័ទ្ធជុំវិញកសិណនិងស្រះតាមរយៈរូបថតពីលើអាកាសបង្ហាញឲ្យឃើញពីរចនាសម្ព័ន្ធនៃរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកចែកចេញជាពីរតំបន់ធំៗគឺក្រុមប្រាសាទទាំង3និងកំពែងក្រុងដែលមានទំហំ2គីឡូម៉ែត្រគុណនឹង2គីឡូម៉ែត្រខណ្ឌចែកដោយអូគ្រូកែក្រៅពីនោះក៏មានសំណង់រក្សាទឹកនិងវាលស្រែផងដែរទម្រង់ស្ថាបត្យកម្មចម្លាក់តុបតែងលម្អលើជញ្ជាំងនិងផ្តែរទ្វារជាប្រភពព័ត៌មានដ៏សម្បូរបែបអំពីគំនិតនិងការប្រតិបត្តិជំនឿសាសនានៅសម័យចេនឡាសំណង់ប្រាសាទជាក្រុមដែលសង់អំពីឥដ្ឋបែបនេះពុំមាននៅតាមប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យកាលនោះទេតាមរយៈភាពសម្បូរបែបនៃការតុបតែងលម្អនៅលើផ្តែរទ្វារសសរពេជ្រនិងបដិមាដែលមាននៅក្នុងតំបន់នេះទើបអ្នកសិក្សាបានកំណត់ថាជារចនាបថសម្បូរព្រៃគុកនៅដើមសតវត្សទី7នៅលើជញ្ជាំងប្រាសាទឥដ្ឋមានចម្លាក់ជាប្រាសាទចម្លងហៅថាប្រាសាទអណ្ដែតនៅកំពែងខាងក្នុងនៃក្រុមប្រាសាទខាងត្បូងមានឆ្លាក់រឿងទេវកថានានាក្នុងស៊ុមរាងមូលដែលចម្លាក់បែបនេះកម្រឃើញនៅកន្លែងដទៃប្លង់ប្រាសាទសម្បូរព្រៃគុកមានច្រើនទម្រង់ដូចជា4ជ្រុងស្មើ4ជ្រុងទ្រវែងនិង8ជ្រុងចំពោះប្រាសាទរាង8ជ្រុងមានលក្ខណៈពិសេសស្ទើរគ្មាននៅក្នុងតំបន់អាស៊ីក្នុងសម័យកាលដូចគ្នានេះទេថ្មីបិទបើមានការផ្លាស់ប្ដូររាជធានីនៅសម័យក្រោយៗក៏ពិតមែនប៉ុន្តែឦសានបុរៈពុំបានបោះបង់ចោលទាំងស្រុងនោះទេជាក់ស្ដែងប្រាសាទតោស្ថិតនៅក្នុងក្រុមកណ្ដាលប្រហែលសាងសង់ឡើងនៅដើមសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី2
ចំណែកសសរពេជ្រវិវត្តពីមូលមក8ជ្រុងក្រៅពីនោះនៅលើផ្ដៃទ្វារមានការតុបតែងលម្អតាមរចនាបថនៅសម័យក្រោយៗដែលជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រសម័យអង្គរឥសានបុរៈប្រហែលនៅតែជាមណ្ឌលសាសនាសិល្បៈនិងវប្បធម៌នាសម័យក្រោយៗសិល្បៈសម្បូរព្រៃគុកទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាដោយផ្សារភ្ជាប់នឹងសិល្បៈខ្មែរដែលមានស្រាប់ហើយបានច្នៃតាមលក្ខណៈខ្មែរដូចជាចម្លាក់រូបមកកកេណរាហូនិងគូឌុជាដើមផ្នែកសាសនាមានតើបង្ហូរទឹកមុនចេញមកក្រៅជញ្ជាំងប្រាសាទហៅថាសោមសូត្រក្រៅពីនោះមានចម្លាក់ប្រហែលទទួលឥទ្ធិពលពីសាសនាដទៃនៅមជ្ឈិមបូព៌ាដូចជារូបមនុស្សនៅក្នុងក្បាច់អង្កែលុងគូឌុរូបមនុស្សនៅលើជញ្ជាំងប្រាសាទអណ្ដែត N15 និង S11 ចម្លាក់នៅលើផ្ដៃទ្វារ N21 បញ្ជាក់ថាទីនេះក៏មានការប្រតិបត្តិព្រះពុទ្ធសាសនាផងដែរថ្មីបើមានឥទ្ធិពលសាសនាពីឥណ្ឌាបានគ្របដណ្ដប់នៅលើមនុស្សគ្រប់ស្រទាប់ក្តីក៏ជំនឿនៅលើព្រលឹងដូនតានិងជំនឿជីវចលដែលមានស្រាប់ក្នុងចំណោមប្រជារាស្ត្រនៅតែបន្តរហូតមកដល់បច្ចុប្បន្នការថយចុះខាងចំនួនផ្លូវសមុទ្រនៅចុងសតវត្សទី6នៃគ្រិស្តសករាជព្រះមហាក្សត្រសម័យហ្វូណនបានងាកមករកការគ្រប់គ្រងនយោបាយបែបសង្គមកសិកម្មវិញឥសានបុរៈជាគំរូសម្រាប់សម័យអង្គរនោះគឺការកសាងរាជធានីនិងសំណង់ប្រាសាទនៅលើទីទួលប្រកបដោយប្លង់ស្ថាបត្យកម្មច្នៃប្រឌិតនិងហ៊ុមព័ទ្ធទៅដល់ប្រព័ន្ធជលសាស្ត្រដែលអំណោយផលលើវិស័យកសិកម្មជាមួយការរៀបចំឲ្យមានអាងស្តុកទឹកប្រឡាយទំនប់ដើម្បីផ្គត់ផ្គង់ទឹកដល់សំណង់ប្រាសាទនិងការបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុងប្រមាណជា 20,000 គ្រួសារនិងផ្ដល់សុវត្ថិភាពរួចផុតពីគ្រោះទឹកជំនន់នៅក្រោយសម័យអង្គររមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកត្រូវបានបោះបង់ចោលមួយរយៈនៅដើមសតវត្សទី20រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកត្រូវបានសិក្សាស្រាវជ្រាវនិងអភិរក្សដោយជំនាញការបារាំងការងារអភិរក្សរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកត្រូវបានអាក់ខានអស់រយៈពេល3ទសវត្សរ៍លុះដល់ឆ្នាំ1998ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចាប់ផ្ដើមការស្ដារនិងការអភិរក្សរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកឡើងវិញបន្ទាប់មកនៅឆ្នាំ2004ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការជាមួយសាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុនដោយធ្វើការសិក្សាស្រាវជ្រាវចុះបញ្ជីសារពើភ័ណ្ឌនិងអភិរក្សអតីតរាជធានីដ៏សំខាន់មួយនេះឲ្យប្រសើរជាងមុនមិនតែប៉ុណ្ណោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្កើតសហគមន៍ដើម្បីចូលរួមក្នុងការងារជួសជុលប្រាសាទការធ្វើកំណាយការការពារនិងការផ្តល់សេវាទេសចរណ៍មកដល់បច្ចុប្បន្នមិនគ្រាន់តែមានការងារជួសជុលថែរក្សាប្រាង្គប្រាសាទទាំងនោះទេប៉ុន្តែថែមទាំងរក្សាឲ្យមានតុល្យភាពនិងលំនឹងនៃការងារជួសជុលស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ដែលជាចក្ខុវិស័យអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម